ជំរាបសួរបางប្អូនយុតិក្រុមអង្គទីរាប់អានបាទថ្ងៃនេះសូមណែនាំម៉ាស៊ីនកាត់ដែកម៉ូទ័រកាត់ដែកបងប្អូនម៉ូទ័រកាត់ដែកខ្នាតយក្សហើយបាទខ្នាតយក្សធំបាទធំមែនតើផ្លែវា4តកន្លះ4តកន្លះណាមានកង់រុញមានអីធម្មតាចឹងមានខ្សែព្រៀននេះណាមានខ្សែព្រៀន3បណ្ដាខ្សែព្រៀនចាស់ហើយចាស់យូរកាយូរពេលបងប្អូនthấyខ្ញុំដូរឲ្យទាំង3ខ្សែណាដូរមកស្អាតឲ្យណាដំណើរការម៉ូទ័រល្អស៊េរីម៉ូទ័រនេះអែមមែនតើស្អាតល្អហើយភ្លើង380វ៉ុលបងត្រឡប់ភ្លើងទៅ380ហើយវាភ្លើង223ហ្វានៅជប៉ុនយើងត្រឡប់ទៅ380ហ្វាព្រោះស្រុកយើង380ហ្វាណាបាទនេះធំមែនតើផ្លែវា4តកន្លះ4តកន្លះកម្រមានណាធំបែបនេះធំមែនតើហើយមាំអូខេអ្នកខ្លះគាត់ធ្លាប់ទិញយកទៅដាក់នេះដាក់ផ្លែកាត់ឈើកាត់អស់សាប់ផ្លែវាធំហ្នឹងបងផ្លែធំគាត់ដាក់ផ្លែ4តកន្លះអីចឹងទៅវាកាត់អស់ណាហើយតាំងពីទូទៅម៉ាស៊ីននេះគឺមិនតែកាត់ដែកទេបាទកាត់ដែកទៅកំ pl របស់វាតែម្ដងអត់បាក់បែកអត់អីទេបាទនៅសំណុំវាសំណុំស៊ីនតែម្ដងណាបាទនៅស្អាតសំរុំណាវាមិនណាស់ណាពេកអីទេបាទណាសំរុំតែអត់មានបាក់អត់មានបែកអីទេហើយលើអីនៅល្វីធូរធម្មតាទេបាទស្អាតនិយាយរួមឥឡូវនេះខ្ញុំតេស្តភ្លើងបងប្អូនមើលតិចព្រោះភ្លើងនេះវា380វ៉ុលម៉ូទ័រនេះត្រឡប់ហើយណាប៉ុន្តែដុំខ្ញុំក្នុងនេះតែ220វ៉ុលទេអញ្ចឹងជុំវាយឺតជាងវាវ៉ុលដូចគ្នាតែវាយឺតជាងបើយើងដាក់380បានលឿនណាវ៉ុលលឿនល្អនេះគ្រាន់តែខ្ញុំតែដឹងថាវាវ៉ុលម៉ូទ័រដំណើរការទេបងប្អូនបាទហើយខ្សែព្រៀនខ្ញុំដូរជូនណាពេលបងប្អូនទិញទៅខ្ញុំដូរជូនឲ្យខ្សែព្រៀនហ្នឹងចាប៉ុណ្្នឹងទេឥឡូវចុចកុងតាក់មួយឲ្យវ៉ុលមកបាទស្ងាត់ល្អអឡនប្រុសប្រុសខ្សែព្រៀនអាឡុងណាទៅអីបើស្អាតនិយាយរួមអែមតែម្ដងខ្ញុំអត់មានភ្លើង380អត់មានភ្លើង380សាទេមកមានតែ223ហ្វាបើដងនេះបើដងនេះវា3ហ្វានេះតែគាត់ថាបើយើងដាក់380វាជុំលឿនយ៉ាងហ្នឹងបាទមានតែប៉ុណ្ណឹងខ្ញុំមកចារអារម្មណ៍នឹងម៉ាស៊ីនមួយនេះអាចចាក់ចូលមកបានតាមទូរស័ព្ទនៅក្នុងវីដេអូហ្នឹងឬនៅក្នុងចំណងជើងវីដេអូនឹងឆ្លាក់ចុចទីក្រោមបានបាទសូមអរគុណបាទសូមជម្រាបលា